អ្វីទៅជាអាជីវកម្មបែប Digital អាជីវកម្មបែប Digital មិនមែនគ្រាន់តែជាការយកទំនិញទៅបង្ហោះលក់លើ Facebook នោះទេនិយាយឲ្យចំទៅវាគឺជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតតម្លៃថ្មីនិងផ្ដល់បទពិសោធន៍ថ្មីដល់អតិថិជនវារួមបញ្ចូលទាំងការផ្លាស់ប្ដូរដំណើរការការងារពីការប្រើក្រដាសស្នាមមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលើកុំព្យូទ័រឬទូរស័ព្ទការលក់និងសេវាកម្មអតិថិជនអាចទិញកក់ឬបង់ប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងចំណុចសំខាន់ដែលស្គាល់អាជីវកម្ម Digital Black ពីគេដើម្បីយល់ពីវាឲ្យកាន់តែច្បាស់យើងត្រូវមើលលើធាតុផ្សំ4យ៉ាងកទិន្នន័យគឺជាមាស data driven ក្នុងពិភព Digital រាល់ការចុចឬការទិញរបស់អតិថិជនសុទ្ធតែជាព័ត៌មានអាជីវកម្ម Digital ប្រើទិន្នន័យទាំងនេះដើម្បីដឹងថាតើអតិថិជនចូលចិត្តអ្វីតើពេលណាដែលពួកគេចង់ទិញបំផុតខការភ្ជាប់ទំនាក់ទំនងគ្មានដែនកំណត់ connectivity អ្នកមិនចាំបាច់មានហាងនៅកណ្ដាលក្រុងទើបលក់ដាច់នោះទេបច្ចេកវិទ្យាជួយឲ្យអ្នកលក់ទំនិញទៅកាន់មនុស្សរាប់ម៉ឺននាក់ក្នុងពេលតែមួយតាមរយៈអ៊ីនធឺណិត social media និង app Go ស្វ័យប្រព័ន្ធកម្ម automation ការប្រើប្រាស់ chatbot ដើម្បីឆ្លើយសារឬប្រព័ន្ធបង់ប្រាក់ដោយស្វ័យប្រព័ន្ធជួយឲ្យអាជីវកម្មដំណើរការ24ម៉ោងលើ24ម៉ោងទោះបីជាអ្នកកំពុងគេងក៏ដោយឧទាហរណ៍ជាក់ស្ដែងនៃអាជីវកម្ម Digital ប្រភេទឧទាហរណ៍ e-commerce ការលក់ទំនិញលើ app ដូចជា TikTok Shop, Taobao, Amazon Service Platforms ការកក់ឡាន Grab ការកក់ស្នាករ Agoda Digital Content ការរកចំណូលពី YouTube ការលក់វគ្គសិក្សាតាមអនឡាញ FinTech សេវាកម្មធនាគារ Digital ដូចជា ABA, Wing, True Money ផលប្រយោជន៍នៃការឈានជើងចូលពិភព Digital 1. ចំណាយទាប low overhead មិនចាំបាច់ជួលតូបឬហាងធំៗមិនចាំបាច់ត្រូវការបុគ្គលិកច្រើនពេកពង្រីកខ្លួនបានលឿន scalability អ្នកអាចពង្រីកការលក់ពីក្នុងស្រុកទៅក្រៅប្រទេសបានយ៉ាងងាយភាពបត់បែនម្ចាស់អាជីវកម្មអាចគ្រប់គ្រងការងារបានពីគ្រប់ទីកន្លែងបញ្ហាប្រឆាំងដែលត្រូវដឹងទោះបីជាវាល្អយ៉ាងណាក៏វានៅមានចំណុចពិបាកខ្លះៗដែរការប្រកួតប្រឆាំងខ្លាំងដោយសារតែវាស្រួលបង្កើតនាំឲ្យមានអ្នកត្រួយច្រានសមត្ថភាពបច្ចេកវិទ្យាការប្រងការការលក់ទិន្នន័យ hacking ការផ្លាស់ប្ដូរលឿនអ្នកត្រូវរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗជាប្រចាំបើមិនដូច្នេះទេនឹងហួសសម័យសេចក្តីសង្កត់ថាពិភពនៃអាជីវកម្ម Digital គឺការរួមបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិតនិងបច្ចេកវិទ្យាជាឱកាសមាសសម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មដោយប្រើដើមទុនតិចប៉ុន្តែមានមហិច្ឆតាធំសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗ